ឯកវានាំមួយទៀតទេថាបាក់និយោរដ្ឋមន្ត្រីក្រសួងការពារជាតិនិងឯកដល់នាវិឯមួយពេលបញ្ជាការនោះតំបន់ភូមិភាគខាងត្បូងនៃកងទ័ពកម្ពុជាប្រជាជនចិនបងគេនោះស្វាគមន៍យ៉ាងសោកហៅពួកឯកតែបានទៅជួយនាំជាសន្តិភាពដល់ពុទ្ធក្នុងពិធីបន្តកងយុទ្ធនាឆ្នាំ2025មានកងយុទ្ធពលខេមរៈភូមិន្ទជួយកងទ័ពកម្ពុជាប្រជាជនចិននាពេលនេះបានប្រកបដោយសមត្ថភាពគ្រប់គ្រង